រាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំវិលមកជួបបងប្អូនទាំងអស់គ្នាសាជាថ្មីទៀតហើយថ្ងៃនេះនាងខ្ញុំមានមុខម្ហូបយំស្ដៅមកបង្ហាញបងប្អូនទាំងអស់គ្នាទស្សនាកុំឲ្យបងប្អូនរងចាំយូរតោះមកដឹងពីគ្រឿងផ្សំទាំងអស់គ្នាមានស្ដៅដែលស្រស់រួចជីគ្រប់មុខការ៉ុតប៉េងប៉ោះត្រសក់សណ្តែកដីរលីងដែលបុករួចទឹកអំពិលទុំដែលច្របាច់យកគ្រាប់ចេញឲ្យអស់ខ្ទឹមសចិញ្ច្រាំខ្ទឹមក្រហមម្ទេសបង្គាក្រៀមកំពឹសសាច់ជ្រូក3ជាន់មឹកនិងប្រហុកដែលយកទៅចំហុយរួចចិញ្ច្រាំឲ្យម៉ត់ចំពោះកំពឹសសាច់ជ្រូក3ជាន់និងមឹកនាងខ្ញុំធ្វើការស្ងោររួចហើយចាជាបន្ទាប់នាងខ្ញុំធ្វើការលាយគ្រឿងដើម្បីយកទៅញោមជាមួយស្ដៅរបស់យើងបងប្អូនចានាងខ្ញុំដាក់រ៉ូឌីស្ករសប៊ីចេងទឹកត្រីបន្តមកនាងខ្ញុំដាក់បញ្ចូលជាមួយនឹងខ្ទឹមសខ្ទឹមក្រហមនិងម្ទេសដៃនាងដែលបានហាន់រួចម្ទេសនេះនាងខ្ញុំដាក់តែបន្តិចសិនទេទុកបន្ថែមបន្ថយនៅពេលក្រោយទៀតបន្តមកនាងខ្ញុំធ្វើការដាក់បញ្ចូលជាមួយប្រហុកដែលបានចំហុយនិងចិញ្ច្រាំរួចចាជាបន្តមកទៀតនាងខ្ញុំដាក់ជាមួយទឹកអំពិលទុំបន្តមកនាងខ្ញុំធ្វើការលាយគ្រឿងទាំងអស់នេះឲ្យចូលជាតិគ្នាបានល្អចាគ្រឿងផ្សំដែលដាក់ក្នុងចាននេះបងប្អូនត្រូវលាយឲ្យវារលាយចូលគ្នាបានល្អបាននៅពេលដែលយើងយកទៅញ៉ាំទៅគឺរសជាតិយើងឆ្ងាញ់ស្មើសាច់តែម្ដងចំពោះគ្រឿងផ្សំដែលនាងខ្ញុំបង្ហាញជូននេះសម្រាប់នាងខ្ញុំគឺរសជាតិឆ្ងាញ់ល្មមបើសិនណាបងប្អូនចូលចិត្តផ្អែមឬក៏ជូរឬរសជាតិប្រៃអីជាងនេះបងប្អូនអាចបន្ថែមតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានចាបន្ទាប់ពីលាយគ្រឿងចូលជាតិគ្នាបានល្អហើយនាងខ្ញុំចាប់ផ្ដើមធ្វើការញ៉ាំតែម្ដងបងប្អូនចាជាដំបូងនាងខ្ញុំធ្វើការចាក់ស្ដៅចូលធ្វើការដាក់ការ៉ុតចូលហើយជីនាងខ្ញុំអត់ទាន់ដាក់ទេទុកដាក់នៅពេលក្រោយចាបន្ទាប់មកនាងខ្ញុំដាក់ជាមួយនឹងប៉េងប៉ោះនិងត្រសក់បន្ទាប់មកនាងខ្ញុំបន្ថែមជាមួយនឹងបង្គាក្រៀមនិងកំពឹសពាក់កណ្ដាលទុកពាក់កណ្ដាលទៀតសម្រាប់រោយពីលើពេលដែលញោមរួចបន្ទាប់មកនាងខ្ញុំដាក់ជាមួយសាច់ជ្រូក3ជាន់ក៏ទុកពេលខ្លះដែរទុករោយពីលើដើម្បីឃើញសោភ័ណភាពស្អាតបន្ទាប់មកនាងខ្ញុំធ្វើការដាក់ជាមួយមឹកចាមឹករបស់នាងខ្ញុំយកពាក់កណ្ដាលទុកពាក់កណ្ដាលដែរចាជាបន្ទាប់នោះគឺនាងខ្ញុំយកទឹកគ្រឿងដែលបានរាយរួចអំបញ្ញមិញហ្នឹងយកមកដាក់ស្រូបនៅលើបន្លែនិងសាច់ដែលបានដាក់ក្នុងកន្ធុននេះចាបន្ទាប់ពីដាក់ស្រូបពីលើហើយនាងខ្ញុំធ្វើការច្របល់ញោមចូលគ្នាអញ្ចឹងណាបងប្អូនចាក្នុងការញោមនេះនាងខ្ញុំធ្វើការញោមដោយថ្នមតែត្រូវតែធានាឲ្យបានថាស្ដៅនិងសាច់របស់យើងចូលជាតិគ្នាបានល្អជាមួយគ្រឿងដែលបានដាក់អំបញ្ញមិញបងប្អូនមិនត្រូវប្រើដៃធ្ងន់ទេព្រោះពេលណាដែលប្រើដៃធ្ងន់ទៅបន្លែនិងគ្រឿងផ្សំរបស់យើងមើលទៅស្រពោនអត់ស្អាតទេបន្ទាប់មកនាងខ្ញុំធ្វើការដាក់សណ្តែកដីពាក់កណ្ដាលហើយនឹងដាក់ជីចូលពេលធ្វើការដាក់ជីចូលហើយនាងខ្ញុំធ្វើការច្របល់ម្ដងទៀតដោយប្រើកម្លាំងកាន់តែថ្នមជាងមុនមើលទៅស្ដៅរបស់នាងខ្ញុំបានចូលជាតិគ្នាបានល្អហើយនាងខ្ញុំបន្ថែមជាមួយម្ទេសដៃនាងដើម្បីសោភ័ណភាពនិងរសជាតិចាជាបន្ទាប់នាងខ្ញុំធ្វើការយកញោមស្ដៅដាក់ចូលក្នុងចានរៀបចំដើម្បីពិសានាងខ្ញុំសូមសំណូមពរឲ្យបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងការ Subscribe របស់បងប្អូនពិតជាមានតម្លៃណាស់សម្រាប់នាងខ្ញុំហើយនាងខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចុច Subscribe មកលើ YouTube របស់នាងខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អចាបន្តមកធ្វើការរៀបចំលើចានឲ្យស្អាតមកណាចាមានម្ទេសនាងខ្ញុំធ្វើការដាក់មឹកពីលើឲ្យមើលទៅកាន់តែមានសោភ័ណភាពស្រស់ស្អាតក្នុងការធ្វើម្ហូបមួយមុខនាងខ្ញុំសម្រិតសម្រាំងទៅលើរសជាតិហើយចំពោះសោភ័ណភាពក៏ត្រូវតែល្អផងដែរនាងខ្ញុំរោយកំពឹសពីលើចាមើលទៅទំនងទេបងប្អូនចាមុខម្ហូបមួយមុខនេះគឺជាមុខម្ហូបដែលពេញនិយមសម្រាប់បងប្អូនខ្មែរយើងគ្រាន់តែថាការធ្វើគឺមានបែបផែនខុសៗគ្នាទៅតាមតំបន់នីមួយបើបងប្អូនមានរបៀបធ្វើផ្សេងចាំជួយចែករំលែកដល់នាងខ្ញុំផង
ចា៎នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នាងខ្ញុំជូនពរឲ្យបងប្អូនទាំងអស់គ្នាសំណាងល្អសុខភាពល្អជួបតែរឿងល្អៗក្នុងជីវិតនាងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ